ជាទូទៅគេគ្រប់គ្នាតែងតែយកត្បូងទៅដាំលើចិញ្ចៀនក្រវិលឬក៏ដាក់ជាប់នៅក្នុងទងត្រចៀកច្រមុះឬក៏រុនផ្ចិតជាដើមតែករណីចម្លែកត្បូងពេញមួយគ្រាប់នេះត្រូវបានរកឃើញនៅក្នុងរុនត្រចៀករបស់នារីម្នាក់ដោយសារតែវាបានរបូតធ្លាក់ចូលទៅក្នុងរុនត្រចៀករបស់គាត់បង្កើតជាក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះរូបគាត់ក៏រត់រះមកជួបក្រុមគ្រូពេទ្យដើម្បីដោះស្រាយបញ្ហាជូនគាត់តាមរយៈម៉ាស៊ីនអង់ដូស្កូបដ៏ទំនើបកម្រិត HK ហើយនឹងបច្ចេកទេសចំណេះជំនាញបទពិសោធន៍ធ្វើឲ្យយើងអាចយកវាចេញបានយ៉ាងរលូនបំផុតដោយប្រើពេលវេលាត្រឹមតែកន្លះនាទីតែប៉ុណ្ណោះបងប្អូនដែលមានបញ្ហានៅក្នុងរុនត្រចៀកសូមមកជួបក្រុមគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវព្យាយាមដោះស្រាយបញ្ហាដោយខ្លួនឯងប្រឈមមុខនឹងកើតបញ្ហាធ្ងន់ធ្ងរ ឈឺមិនបានឈឺគេក្បាលច្រើនពេកបើសិនជាចូលភ្លាមមកពេលភ្លាមហើយជាមិនបានឈឺទេណាអីទេតិចទៅបានឈឺហើយពេលឲ្យឆ្នាំទៅញ៉ាំណាបាទដាក់លេខថ្លៃទៅ